បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាណារឿងមួយនេះគឺកើតឡើងដូចជានៅក្នុងប្រទេសឥណ្ឌាមិនដឹងទេខ្ញុំភ្លេចបាត់ទៅបងប្អូនក្នុងប្រទេសឥណ្ឌាមិនដឹងប៉ាគីស្ថានមិនដឹងទេបងប្អូនចាំស្ដាប់ទាំងអស់គ្នាទៅដឹងហើយប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់ចង់មកចែកជូនបងប្អូននៅត្រង់ចំណុចនេះបងប្អូនទាំងអស់គ្នាណាតកតងជាមួយនឹងបុរសចំណាស់ម្នាក់នេះគាត់គឺមានជីវភាពក្រខ្សត់ខ្លាំងមែនទែនណាបងប្អូនទាំងអស់គ្នាណាប៉ុន្តែបងប្អូនទាំងអស់គ្នាគឺប្អូនស្រីគាត់មានប្អូនស្រីគាត់ធ្វើការប្អូនស្រីហ្នឹងហើយប្អូនស្រីគាត់ហ្នឹងគាត់ធ្វើការគាត់សន្សំលុយនៅក្នុងធនាគារណាគាត់មានលុយនៅក្នុងធនាគារណាប៉ុន្តែជាអកុសលអីបងប្អូនទាំងគ្នាប្អូនស្រីរបស់គាត់ហ្នឹងគឺត្រូវបានស្លាប់បាត់បង់ជីវិតបងប្អូនទាំងគ្នាណាបាត់បង់ជីវិតណាហើយស្លាប់ហ្នឹងគឺអត់មានលុយធ្វើបន់ទៅទៀតសូម្បីតែលុយទិញក្តាមមឈូសដាក់សពប្អូនស្រីនេះក៏អត់មានទេបងប្អូនទាំងគ្នាណាប៉ុន្តែបងប្អូនទាំងគ្នាប្អូនស្រីដែលស្លាប់ហ្នឹងប្អូនស្រីរបស់អ៊ំហ្នឹងពូហ្នឹងស្លាប់ហ្នឹងគឺគាត់មានលុយនៅក្នុងធនាគារណាអញ្ចឹងពូម្នាក់ហ្នឹងគាត់បានទៅធនាគារដើម្បីសុំដកប្រាក់ដែលប្អូនស្រីគាត់ធ្លាប់សន្សំធ្លាប់ទុកនៅក្នុងធនាគារហ្នឹងដើម្បីយកលុយហ្នឹងទៅធ្វើបុណ្យសពទៅទិញក្តាមមឈូសអញ្ចឹងទៅណាប៉ុន្តែធនាគារនឹងឆ្លើយថាម៉េចធនាគារគេថាគេអត់អាចបើកឲ្យបានទេទល់តែម្ចាស់គណនេយ្យមកផ្ទាល់បានគេបើកឲ្យណាបងប្អូនទាំងគ្នាណាទោះបីអ៊ំប្រុសម្នាក់ហ្នឹងគាត់ទៅម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយ៉ាងណាក៏ដោយណាចម្លើយរបស់ធនាគារគឺមានតែមួយគត់គឺទោះតែម្ចាស់ខ្លួនមកបើកមកសញ្ញេផ្ទាល់ទើបបានគេបើកលុយឲ្យបងប្អូនទាំងគ្នាហើយដឹងមិនអត់បងប្អូនទាំងគ្នាណារហូតទោះតែអ៊ំប្រុសម្នាក់ហ្នឹងគាត់ខ្លោចចិត្តគាត់ឈឺចាប់ណាដែលធនាគារមិនយល់ពីគាត់ណាមិនយល់ពីកលៈទេសៈណាគាត់ក៏បានសម្រេចចិត្តណាសម្រេចចិត្តលីសាកសពប្អូនស្រីរបស់ខ្លួនឯងហ្នឹងលីសាកសពដាក់បេទាំងគ្រងឆ្អឹងហ្នឹងបងប្អូនទាំងគ្នាលីដើរអត់មានស្បែកជើងអត់មានខោអត់មានអាវទេមានតែសពុតមួយនឹងឯងលីសាកសពប្អូនស្រីរបស់គាត់ហ្នឹងដើរដីជាង1គីឡូម៉ែត្រដើម្បីទៅធនាគារមួយហ្នឹងហើយយកសាកសពហ្នឹងដាក់នៅមុខធនាគារមួយហ្នឹងតែម្ដងដាក់ក្នុងន័យម៉េចដាក់ប្រាប់ធនាគារថានេះម្ចាស់ខ្លួនមកដល់ហើយម្ចាស់គណនេយ្យមកដល់ហើយតើបើកប្រាក់បានដែរឬអត់ណាបងប្អូនទាំងគ្នាណាបងប្អូនទាំងគ្នាគឺរឿងនេះឈឺចាប់មែនទែនអូណាហេតុតែគាត់ក្រខ្សត់បងប្អូនទាំងគ្នាគិតមើលធនាគារអីក៏លក្ខខណ្ឌអីក៏ហួសហេតុម្លេះណាហេតុអីក៏អត់មានការសិក្សាឲ្យច្បាស់លាស់ថាតើបុគ្គលនឹងពិតជាមានពិតជាបានទទួលមរណភាពមែនអត់អញ្ចឹងលុយដែលគាត់មាននៅក្នុងកងគាត់ហ្នឹងគឺដកឲ្យបងប្រុសគាត់ទៅណាដកឲ្យក្រុមគ្រួសារសពនឹងទៅហើយចង់ទុកលុយនឹងធ្វើអីណាបងប្អូនទាំងគ្នាគឺផ្ទុះផ្អើពេញនឹងតែម្ដងគេនាំគ្នាសៀហើយអាណិតបងប្រុសអ្នកហ្នឹងហើយគេនាំគ្នាខឹងធនាគារមួយនឹងខ្លាំងមែនទែនអូខេបងប្អូនទាំងគ្នាឥឡូវកុំឲ្យខាតពេលឥឡូវយើងទៅស្ដាប់ព័ត៌មានពេញទាំងអស់គ្នាណាចង់ដឹងថាដំណើរដើមរឿងហើយធនាគារដោះស្រាយយ៉ាងម៉េចទៅស្ដាប់ទាំងអស់គ្នាតក់ស្លុតបងប្រុសលីសពអូនស្រីដើរ3គីឡូម៉ែត្រទៅធនាគារដើម្បីតវ៉ាដកប្រាក់ដែលជាប់គាំងមិនខ្ញុំថា1គីឡូម៉ែត្រតាមពិត3គីឡូម៉ែត្រភាពក្រីក្រនឹងការខ្វះចំណេះដឹងបានរុញច្រានបុរសកុលសម្ព័ន្ធម្នាក់បានធ្វើរឿងដើរពិភពលោកនឹកស្មានមិនដល់លោកជីទូមុនដាបានក្លាយជាចំណុចកណ្ដាលនៃក្តីអាណិតអាសូរបន្ទាប់ពីលោកបានសម្រេចចិត្តកោះភ្នូប្អូនស្រីបង្កើតមកលីលើស្មាដើរជើងទទេសម្ដៅទៅកាន់ធនាគារដើម្បីបង្ហាញជាផុសតាងចុងក្រោយក្នុងការទាមទារដកប្រាក់សន្សំដ៏តិចតួចយកមកដោះស្រាយជីវភាពរឿងរ៉ាវបានចាប់ផ្ដើមឡើងក្រោយមរណភាពរបស់នាងកាល់រ៉ាមុនដាកាលពីចុងខែមករាឆ្នាំ2026លោកជីទូដែលជាបងប្រុសបានព្យាយាមទៅដកប្រាក់ចំនួន$200ពីគណនេយ្យប្អូនស្រីប៉ុន្តែត្រូវអ្នកគ្រប់គ្រងធនាគារបដិសេធដោយយោងលើច្បាប់ថាម្ចាស់កុងត្រូវតែមកផ្ទាល់ឬមានភស្តុតាងបញ្ជាក់ពីមរណភាពក្នុងនាមជាមនុស្សមិនចេះអក្សរលោកជីទូមិនយល់ពីនីតិវិធីនៃសម្បត្តិមរណភាពឡើយលោកគិតត្រឹមតែម្យ៉ាងថាបើធនាគារចង់ឃើញម្ចាស់កុងឬភស្តុតាងលោកនឹងនាំយកប្អូនស្រីទៅឲ្យគេឃើញផ្ទាល់ភ្នែកដោយគ្មានជំរើសលោកបានត្រឡប់ទៅកាន់ភ្នូប្អូនស្រីជីកកោះយកសាកសពដែលនៅសេសសល់ចង់ស្ពាយលី
លើស្មារួចធ្វើដំណើរថ្មើរជើងចម្ងាយ3 គីឡូម៉ែត្រដើរកាត់ភូមិឆ្ពោះទៅកាន់ធនាគារម្ដងទៀតរូបភាពដែលបរិសម្នាក់ដើរលីសពអូនស្រីទាំងទឹកមុខអស់សង្ឃឹមបានធ្វើឲ្យមហាជនដែលបានឃើញទស្សនភាពនោះតក់ស្លុតនិងកាំងស្រឡាំងកាំងជាពន់ពេកស្ថានភាពដ៏រន្ធត់នៅមុខធនាគារបានបង្ខំឲ្យកម្លាំងប៉ូលីសនិងអាជ្ញាធរដែនដីចុះមកអន្តរាគមន៍ជាបន្ទាន់ក្រោយពីបានដឹងមូលហេតុពិតនិងភាពខ្វះចំណេះដឹងផ្នែកច្បាប់របស់គាត់អាជ្ញាធរបានជួយរៀបចំឯកសារបញ្ជាក់មរណភាពភ្លាមៗដើម្បីឲ្យលោកជីទូអាចដកប្រាក់នោះបានសម្រេចរឿងរ៉ាវនេះជាមេរៀនដ៏ជូរចត់មួយដែលបង្ហាញថាជួនកាលច្បាប់ទម្លាប់ដែលតឹងរឹងពេកអាចក្លាយជាជញ្ជាំងដែលខាំងចិត្តផ្លូវរបស់មនុស្សក្រីក្រសពប្អូនស្រីដែលនៅសេសសល់លើស្មាបងប្រុសគឺជាសាក្សីនៃការទាមទារទល់ច្រកនិងសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់បំផុតរបស់មនុស្សម្នាក់ដែលហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីជីវភាពរស់រាននៃគ្រួសារអូខេហ្នឹងហើយបងប្អូនអរគ្នាតាមពិតយើងដឹងពីមូលហេតុពិតហើយណាដោយសារតែគាត់គឺជាកលសម្ព័ន្ធណាមកពីកលសម្ព័ន្ធហើយគាត់អត់ចេះអក្សរអត់ដឹងអំពីច្បាប់ទម្លាប់របស់ប្រទេសមួយប្រហែលជាគាត់រស់នៅក្នុងកលសម្ព័ន្ធគាត់មានច្បាប់បែបកលសម្ព័ន្ធរបស់គាត់ប៉ុន្តែយើងរស់នៅតាមប្រទេសមានច្បាប់ឬនៅតាមបែបច្បាប់របស់យើងប្រទេសរបស់យើងអញ្ចឹងគាត់អត់ដឹងថាអាលិខិតមរណភាពនឹងស្អីគេគាត់អត់ដឹងទេណាគាត់ដឹងថាទល់តែម្ចាស់ផ្ទាល់បានបើកលុយនឹងបានគឺគាត់គ្មានជំរឿអីក្រៅពីយកសាកសពអូនស្រីខ្លួនឯងដែលកប់ទៅហើយនោះកោះយកមកវិញហើយបន្ទាប់មកយកទៅដាក់នៅមុខធនាគារតែម្ដងប៉ុន្តែទោះជាយ៉ាងណាបងប្អូនអ្នកគ្នាខាងមន្ត្រីប៉ូលីសមន្ត្រីនគរបាលគេចុះទៅត្រួតពិនិត្យគេចុះទៅធ្វើអន្តរាគមន៍ហើយគេបានដឹងថាគាត់អត់ចេះអក្សរណាគាត់អត់ចេះអក្សរទេហើយគាត់មិនដឹងអំពីនីតិវិធីនៅក្នុងការធ្វើលិខិតមរណភាពហ្នឹងអញ្ចឹងខាងមន្ត្រីនគរបាលហ្នឹងគាត់ក៏ធ្វើឲ្យភ្លាមនៅកន្លែងហ្នឹងដើម្បីអាចឲ្យគាត់បើកលុយណាបើកលុយដែលបងអូនស្រីសន្សំហ្នឹងចំនួនតែ$200ទេបងប្អូននេះចំនួនតែ$200ទេណា$200ទេដើម្បីយកទៅដោះស្រាយជីវភាពខ្លួនឯងអញ្ចឹងទៅបងប្អូនអរគ្នាណាគឺយើងគិតថា$200តិចណាប៉ុន្តែសម្រាប់អ្នកដែលអត់បងប្អូនអរគ្នាសម្រាប់អ្នកដែលអត់អ្នកដែលក្រខ្សត់$200គឺមានតម្លៃខ្លាំងមែនតើណាមានតម្លៃខ្លាំងយកតែមែនតែម្ដងបងប្អូនអរគ្នាណាចឹងហើយនេះគឺជាមេរៀនជីវិតមួយណាមេរៀនជីវិតមួយគឺថានៅពេលដែលយើងមិនដឹងអំពីយើងមិនមានចំណេះដឹងយើងមិនចេះអក្សរយើងមិនដឹងអំពីច្បាប់ទម្លាប់វាធ្វើឲ្យយើងនឹងពិបាកនៅក្នុងការដោះស្រាយបញ្ហាណានៅពេលដែលយើងរស់នៅក្នុងសង្គមមួយយើងអត់ដឹងអំពីច្បាប់ទម្លាប់ប្រទេសមួយណាដោយគាត់អញ្ចឹងគឺគាត់ជាកលសម្ព័ន្ធគាត់មិនដឹងថាច្បាប់ប្រទេសនេះគេធ្វើអីខ្លះពេលស្លាប់គេមានអីខ្លះចេញលិខិតមរណភាពអីចឹងទៅគឺគាត់អត់ដឹងណាគាត់ដឹងត្រឹមថាតួតែម្ចាស់ខ្លួនគាត់ស្មើទៅតួម្ចាស់ខ្លួននឹងមកណាម្ចាស់ខ្លួនគាត់មកមិនបើគាត់ស្លាប់ហើយណាបងប្អូនអ្នកនេះហើយគាត់ប្រាប់គេថាម្ចាស់ខ្លួននឹងគឺស្លាប់បាត់ហើយប៉ុន្តែគឺគេនៅពេលដែលខាងធនាគារគេលើអញ្ចឹងគេសុំណាគេសុំមើលលិខិតបញ្ជាក់មរណភាពប៉ុន្តែគាត់អត់ដឹងថាលិខិតហ្នឹងស្អីគេត្រូវធ្វើម៉េចអីម៉េចក៏អត់ដឹងណាអញ្ចឹងគាត់មានតែយកសាកសពប្អូនដែលកប់នៅក្នុងដីទៅហើយនោះលីចម្ងាយផ្លូវរហូតដល់3 គីឡូម៉ែត្រជាងដើម្បីទៅធនាគារណាបងប្អូនដើម្បីយកដើម្បីទៅធនាគារពិតជាអសូរខ្លាំងមែនទែនបងប្អូននេះអសូរខ្លាំងមែនទែនណាអសូរខ្លាំងមែនទែនហើយចុះធនាគារនឹងក៏អញ្ចឹងទៀតបងប្អូននេះណាបើដឹងថាគ្នាអត់ចេះអក្សរគ្នាល្ងងទៅហើយមិនក៏មិនពឹងពាក់មេភូមិមេឃុំនៅម្ដុំហ្នឹងឬមួយក៏អ្នកណាស្គាល់ឬមួយក៏ធនាគារខ្លួនឯងផ្ទាល់ហ្នឹងចុះទៅជាមួយគាត់តែម្ដងណាចុះទៅជាមួយគាត់តែម្ដងទៅចុះទៅផ្ទាល់ទៅណាជិះម៉ូតូជិះទៅជាមួយគាត់ដឹកគាត់ទៅផ្ទាល់ទៅមេភូមិមេឃុំចឹងមកណាដើម្បីឲ្យគាត់ធ្វើលិខិតហ្នឹងទៅដើម្បីបានបើកលុយណាហើយធនាគារគឺអត់មានដំណោះស្រាយទេណានៅតែរលិខិតហើយគាត់មិនដឹងថាលិខិតហ្នឹងគេធ្វើអាម៉េចនៅណានេះក៏អត់ដឹងអញ្ចឹងដោយសារតែគាត់ជាកលសម្ព័ន្ធជាក្រុមកលសម្ព័ន្ធនេះក៏អត់ដឹងគឺពិបាកណាប៉ុន្តែប្អូនស្រីដែលគាត់ផ្ញើលុយហ្នឹងដែលគាត់ស្លាប់ហ្នឹងក៏គាត់មិនបានរៀបចំឯកសារសម្រាប់នៅពេលដែលមានបញ្ហាអីត្រូវឈ្មោះអ្នកណាត្រូវទទួលអញ្ចឹងបងប្អូននេះណាអូខេបងប្អូននេះវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ